ពីមួយថ្ងៃទៅមួយថ្ងៃវិទ្យាសាស្ត្រជឿនលឿនដែលធ្វើឲ្យយើងនឹកស្មានមិនដល់មួយថ្ងៃអ្នកវិទ្យាសាស្ត្រនៅប្រទេសកំពុងអភិវឌ្ឍគេព្យាយាមសិក្សារបបកំហើញថ្មីដូចជាការធ្វើសង្គ្រាមមានការប្រែប្រួលខ្លាំងបច្ចេកវិទ្យាពីមួយថ្ងៃទៅមួយថ្ងៃដើម្បីយកឈ្នះគូសត្រូវដូចជាសប្តាហ៍ថ្ងៃនេះមានប្រទេសដែលមានលុយច្រើនគេប្រើអាវុធទំនើបដែលចំណាយលុយច្រើនហើយប្រទេសដែលទុនខ្សោយមានសេដ្ឋកិច្ចទាបគេប្រើច្នៃតាមលទ្ធភាពដើម្បីទប់ទល់នៅការធ្វើសឹកសង្គ្រាមតទល់នឹងប្រទេសដែលអ្នកមានលុយច្រើនអ្នកមានបច្ចេកវិទ្យាទំនើបនៅក្នុងវីដេអូនេះខ្ញុំចង់និយាយពី drone optic គេហៅថា fiber optic drone គឺជាបច្ចេកវិទ្យា drone ទំនើបមួយដែលមិនពឹងផ្អែកលើសញ្ញាវិទ្យុឬក៏ radio signal ឬ GPS ដោយ drone ធម្មតាទេវាត្រូវបានភ្ជាប់ទៅកាន់អ្នកបញ្ជាដោយខ្សែ optic ស្ដើងខ្លាំងបានន័យថាខ្សែហ្នឹងតូចស្មើដែលអាចបញ្ជូនទិន្នន័យនិងវីដេអូបានល្បឿនលឿននិងមានស្ថិរភាពបានន័យថាអ្នកបញ្ជានៅឆ្ងាយក៏ដោយក៏ទទួលបានរូបភាពនិងសំឡេងច្បាស់តើ drone កាប optic មានលក្ខណៈពិសេសអ្វីខ្លះអញ្ចឹងដូចនៅក្នុងព័ត៌មានអាចារ្យសេរានៅក្នុងព័ត៌មានផ្សេងល្បីលើពិភពលោកខ្ញុំបានឃើញវាមានចំណុច4ការការពារសញ្ញារំខាន jamming resistant ដោយសារវាប្រើឧបករណ៍ខ្សែកាប optic វាពិបាកឲ្យប្រព័ន្ធសង្គ្រាមអេឡិចត្រូនិករំខានឬកាត់ផ្តាច់ការគ្រប់គ្រងបានទី2ការបញ្ជូនរូបភាពច្បាស់និងពេលវេលាពិត real time video អ្នកបញ្ជាអាចមើលឃើញគោលដៅដោយផ្ទាល់តាមកាមេរ៉ារបស់ drone បាទចំណុចទី3គឺហោះហើរទាបនេះគឺសាហាវណាស់និងពិបាករកឃើញទំហំតូចនិងការហោះហើរជិតដីធ្វើឲ្យប្រព័ន្ធរ៉ាដាខ្លះពិបាកចាប់បាទហើយចំណុចសំខាន់ទី4នោះគឺតម្លៃទាបជាងអាវុធទំនើបច្រើនអញ្ចឹងវាចំណាយតែ$300-400ក្រោម$1000ក៏វាអាចបំផ្លាញរាប់លានដុល្លារបានដែរឧទាហរណ៍ជាក់ស្ដែងដូចជាក្រុម Hezbollah ធ្វើការវាយប្រហារលើអ៊ីស្រាអែលនៅឆ្នាំ2026នេះមានសេចក្តីរាយការណ៍ជាច្រើនថា Hezbollah បានប្រើ drone IPV ដែលភ្ជាប់ដោយខ្សែកាប optic ក្នុងការវាយប្រហារទៅលើកងទ័ពអ៊ីស្រាអែលនៅក្នុងតំបន់ព្រំដែនលីបង់អ៊ីស្រាអែល drone ទាំងនេះត្រូវបានគេរាយការណ៍ថាពិបាករំខានសញ្ញាបានថាអ៊ីស្រាអែលគេខ្លាំងមករឿង jam បាទផ្ដាច់ប្រព័ន្ធជារបស់ drone ហ្នឹងអញ្ចឹងផ្ដាច់មិនបានទេ drone នេះប្រើខ្សែមកអញ្ចឹងហើយវាអាចឆ្លងកាត់ប្រព័ន្ធការពារដែនអាកាសមួយចំនួនបានល្អជាង drone ធម្មតាអ្នកជំនាញជាច្រើនបានកត់សម្គាល់ថាបច្ចេកវិទ្យានេះទទួលឥទ្ធិពលបទពិសោធន៍ពីសង្គ្រាមនៅយូក្រែនដែល drone កាវអុបតិចត្រូវបានគេប្រើយ៉ាងទូលំទូលាយបានន័យថាសង្គ្រាមកើតមុនគេគឺនៅរុស្ស៊ីនិងអ៊ុយក្រែនហើយបច្ចេកវិទ្យាអាកាបអុបតិចនេះក៏គេផលិតច្រើនដែរឥឡូវនេះសរុបមក drone កាបអុបតិចកំពុងផ្លាស់ប្ដូរទម្រង់សង្គ្រាមសម័យទំនើបធ្វើឲ្យកងទ័ពកម្លាំងតូចអាចប្រើបច្ចេកវិទ្យាតម្លៃទាបប៉ុន្តែមានប្រសិទ្ធភាពខ្ពស់ករណី Hezbollah និងអ៊ីស្រាអែលបង្ហាញថា drone ប្រភេទនេះក្លាយជាបញ្ហាប្រឈមថ្មីសម្រាប់ប្រព័ន្ធការពារដែនអាកាសនិងសង្គ្រាមអេឡិចត្រូនិករបស់អ៊ីស្រាអែលតើយើងរងចាំមើលថាតើអ៊ីស្រាអែលជាប្រទេសមួយដែលមានវិទ្យាសាស្ត្រជឿនលឿនខ្លាំងប៉ុន្តែរកដំណោះស្រាយតើចាំមើលអ៊ីស្រាអែលគាត់មានអឺដំណោះស្រាយយ៉ាងដូចម្ដេចជាមួយនឹង drone កាបអុបតិចនេះហើយធ្វើសង្គ្រាមកន្លងមកអ៊ីស្រាអែលមិនដែលមានកងទ័ពរបួសនិងស្លាប់ទេឥឡូវនេះគឺមានស្លាប់និងរបួសខ្លាំងដែលធ្វើឲ្យអ៊ីស្រាអែលកាន់តែវាយសន្ធប់ខ្លាំងទៅលើក្រុម Hezbollah នៅលីបាណុនបាទអរគុណច្រើនសម្រាប់ការតាមទស្សនា Bye see you next time